ជំរាបសួរអមវងវិញពុកម៉ែបងប្អូនទាំងអស់គ្នាចាមាននឹកម៉ាក់អត់ហ្នឹងម៉ាក់មកទៀតហើយចាតែមកថ្ងៃនេះគឺមកលក្ខណៈគ្រួសារចាដោយសារថ្ងៃនេះបងគាត់មកវិថីវិញអញ្ចឹងទៅនាំគ្នាធ្វើគោឡើងភ្នំញ៉ាំចាបងប្អូនចាតែញ៉ាំនេះបងស្រីគាត់ទៅផ្សារទៅគាត់ទៅទិញបន្លែទិញប្លុកមកអស់ហើយអញ្ចឹងម៉ាក់អត់បានពិបាកធ្វើអីទេគ្រាន់តែមកអង្គុយហាន់សាច់គោអីអញ្ចឹងទៅសាច់គោសាច់ជ្រូកអីអញ្ចឹងទៅចាហាន់តាមពិតទៅខ្ញុំគិតថាគ្រួសារមួយចំនួនគាត់ធ្លាប់ធ្វើញ៉ាំហើយអញ្ចឹងណាបាច់រៀបរាប់អីច្រើនទេគ្រាន់រៀបរាប់ថាផ្ទះខ្ញុំធ្វើ style ចេះចេះអីចឹងណាធ្វើម៉ាក់ចេះដាក់រសជាតិចេះចេះទៅអាចខុសគ្នាបន្តិចតិចណាបងប្អូនអានេះខ្ញុំអត់ស្គាល់ទេមិនគេហៅផ្សិតស្អីខ្លះខ្ញុំស្គាល់តែផ្សិតម្ជុលពុកម៉ែបងប្អូនចាមានបន្លែមានផ្សិតម្ជុលមានស្ពៃបូកូមានតកួនមានជីឆាយបើសិនជាបានមកអមដាក់ទៀតកាន់តែឈ្ងុយក៏អូបហ្មងពុកម៉ែបងប្អូនតែបងស្រីខ្ញុំក៏បានទិញមកអញ្ចឹងណាចាហាន់សាច់ហាន់អីរួចហើយក៏មកហាន់បន្លែត្រៀមយកទៅលាងចាពុកម៉ែបងប្អូននិយាយពីបន្លែវិញដាក់លឹងហៀមួយចានដៃហ្នឹងពុកម៉ែបងប្អូនហើយសាច់ក៏ច្រើនដែរសាច់លឹង2គីឡូតែផ្ទះខ្ញុំមានទាំងសាច់គោមានទាំងសាច់ជ្រូកដោយសារម៉ាក់ហ្នឹងអត់ញ៉ាំសាច់គោទេញ៉ាំសាច់ជ្រូកអញ្ចឹងក៏មានអ្នកខ្លះគាត់បងស្រីម្ដាយខ្ញុំអ្នកម្ដាយខ្ញុំអីអញ្ចឹងទៅគាត់ញ៉ាំសាច់គោអញ្ចឹងណាចានេះក៏មកអង្គុយហាន់បន្លែឃើញអញ្ចឹងមើលទៅដូចងាយងាយពុកម៉ែបងប្អូនកុំតែមកព្រឹកធំដល់ហ្នឹងណាតម្រាំតបានញ៉ាំណាពុកម៉ែបងប្អូនមានអារម្មណ៍ភ័យខ្លាចពុកម៉ែបងប្អូនហ្នឹងភ្លេចម៉ាក់ដោយសារម៉ាក់ហ្នឹងមិនសូវជាមានពេលថតវីដេអូផុសឃ្លីបផុសវីដេអូមិនបានទេចាយកមកលាងទឹកចាហាន់វាហើយយកមកលាងទឹកចាអាហ្នឹងម៉ាក់លាងអត់តន់អស់ហើយណានៅបន្លែទៀតណាដោយសារវាចាន់ដៃទូចដែរចាន់ដៃទូចណាក៏មិនទូចហ្មងណាពុកម៉ែបងប្អូនវាពេញហៀបដោយទៅពេលដាក់លាយគ្នារួចហើយទៅបងស្រីថានាងឯងមិនទៅរៀបឲ្យស្អាតអីចឹងអង្គុយទៅរៀបរើសផ្សិតមកទៅរៀបរើសតែផ្សិតវាហើយខ្ជិលហើយបន្លែពួកហ្នឹងដាក់លាយគ្នាទៅធ្វើសាមញ្ញធម្មតាចឹងណាចាលាងវាហើយក៏យកមកអានេះកំពុងតែដំគល់ក្រែងដីលក្រូចធ្វើទឹកស៊ុបចាធ្វើទឹកស៊ុបហ្នឹងបើសិនមានឆ្អឹងជ្រូកដាក់ឈ្ងុយក៏តែបងខ្ញុំក៏បានទិញឆ្អឹងជ្រូកមកដាក់ទេប្តីខ្ញុំយកសាច់ជ្រូកមកដំដាក់ក្នុងហ្នឹងក៏មានអីទេគ្រឿងក្រៅក៏ដាក់រត់ឌីដាក់ស្អីគេហៅដុំខ្នោហ្នឹងហើយដុំខ្នោដាក់ទៅ2ដុំទៅរត់ឌីបន្តិចទៅប៊ីចេងចាដាក់មកទៅមានរសជាតិឈ្ងុយបន្ទាប់មកខ្ញុំក៏បុកទឹកត្រីកោះកង់ចាពុកម៉ែបងប្អូនបងខ្ញុំហ្នឹងគាត់មានទឹកជ្រលក់មកហើយ2មុខអញ្ចឹងណាតែខ្ញុំក៏ចង់ថែមមួយមុខទៀតអញ្ចឹងខ្ញុំក៏បុកទឹកត្រីកោះកង់ហ្នឹងលាយ3មុខនិយាយពីលាយគ្នារសជាតិឆ្ងាញ់ណាពុកម៉ែបងប្អូនអើយខ្ញុំប្រាប់រសជាតិហ្នឹងណាមានណាមានដូចហ្មងឆ្ងាញ់មែនណាខ្ញុំនិយាយមែនព្រោះទឹកជ្រលក់ដែលបងខ្ញុំទិញមកហ្នឹងគាត់ទិញមកពីរសជាតិហើយខ្ញុំក៏បុកទឹកជ្រលក់នេះថែមអញ្ចឹងវាមាន3រសជាតិចាអញ្ចឹងមកនិយាយពីរសជាតិនិយាយពីលង្ខប់ហ្មងពុកម៉ែបងប្អូនចានិយាយភ្លុកជួខ្លើនៅពីក្រោយសួរទិញការ៉េមអត់ទិញការ៉េមអីផ្ដាសាយពេញផ្ទះហើយឥឡូវដល់ហើយទឹកស៊ុបយើងពុះហើយចាពុះហើយក៏ដល់ណាឃើញទេអូយចក្រានផ្អៀងមួយជាហៀងរកអីកលសិនអានេះផិនអាចកចែមនេះផិនក្មេងអានេះផិនមនុស្សចាស់តែមនុស្សចាស់អញ្ចឹងឯងពុកម៉ែបងប្អូនចាដល់ពេលដល់ណាគេត្រូវញ៉ាំសាច់គោឲ្យដេញគេឲ្យមកអាំងនៅក្រោមខ្លួនឯងនឹងញ៉ាំសាច់ជ្រូកតែឯងបើអ្នកណាញ៉ាំសាច់គោដេញគេឲ្យមកអាំងនៅក្រោមកុំញ៉ៃអាហ្នឹងជាក្រានផិនម៉ាក់យ៉ាប់ដែរហ្នឹងចាញ៉ាំមើលអាចកអាចែមគេញ៉ាំគ្នាគេទៅនិយាយទៅលក្ខណៈគ្រួសារបដ ாய் ហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាចាម៉ាក់ក៏បខំហ្នឹងឯងឃ្លានដែរហ្នឹងមកព្រឹកធំដែរហ្នឹងពុកម៉ែបងប្អូនចាឥឡូវមើលឃើញហ៎ម៉ាក់មានទឹកជ្រលក់3រសជាតិអានេះទឹកត្រីកោះកង់វាហើយក៏ដាក់មកទឹកមុខទៀត3មុខឃើញហ៎អូយច្បល់ចេញមកពុកម៉ែបងប្អូនអើយនិយាយពីជាតិអាយ៉ាងណាឆ្ងាញ់ណាស់មែនតើចា
cameraman គេថាភ្លក់ទៅហើយផ្សាយនឹងធ្លុំអត់ខ្លាចលាកមាត់ម៉ាក់តដឹងមើលហាមាត់ធំជីវជាតិសាហាវមកពុកម៉ែបងប្អូនអើយចាំស្ដាប់គេនិយាយហ្នឹងមិនមែនតែប៉ុណ្ណឹងវាឲ្យតទៀតដូចលក្ខណៈដូចភ័យខ្លាចគេទៅដើមអស់អញ្ចឹងអត់ខ្វល់សំខាន់ម៉ាក់ចង់ញ៉ាំចាញ៉ាំបន្តទៀតចាឆ្ងាញ់មែនណាអានេះគ្រាន់តែចង់ប្រាប់ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថាសាកធ្វើទឹកជ្រលក់3រសជាតិដូចម៉ាក់អញ្ចឹងណាភ្លក់ទៅញ៉ាំទៅនិយាយវាថាឆ្ងាញ់ចាពុកម៉ែបងប្អូនជាចុងក្រោយនេះក៏អត់មានអីទេចាសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាចារាល់ការទស្សនាវីដេអូរបស់នាងខ្ញុំចាបើសិនជាមានការខុសឆ្គងទៅណាក៏សូមអធិស្ឋានភ័យទោសផងចាជម្រាបលាបាយបាយ